អូខេតើជួបគ្នាទៀតហើយជាមួយនឹងនាងខ្ញុំ admin ក្នុងកម្មវិធីរឿងរន្ធត់បើសិនជាអ្នកនរគ្នាចង់ដឹងថាសាច់រឿងវារន្ធត់ហើយសាហាវញាក់សាច់ប៉ុណ្ណាចឹងតាមដានទាំងអស់គ្នាសូមជូនរឿងសំឡេងចុងជើងនៅទីជួលចាស់នៅជាយក្រុងភ្នំពេញមានផ្ទះល្វែងឈើចាស់មួយខ្នងដែលគេបោះបង់ចោលយូរហើយសុខាជាបុរសកំឡោះមកពីខេត្តសៀមរាបមកធ្វើការនៅទីក្រុងភ្នំពេញដោយសារថវិកាមានកំណត់គេសម្រេចចិត្តជួលបន្ទប់មួយនៅជាន់ទី2នៃផ្ទះឈើចាស់នោះទូអ្នកជិតខាងបានប្រាប់ថាជនលើនោះមានប្រវត្តិមិនល្អក៏ដោយយប់ដំបូងបរិយាកាសស្ងប់ស្ងាត់ល្អណាស់ប៉ុន្តែលុះដល់ម៉ោង3ទៀបភ្លឺស្រាប់តែឮសំឡេងសើចសុខាភ្ញាក់ព្រឺតពីដំណេកសុខាចុះជិននោះត្រែងថាអត់មានអ្នកជួលទេតើចុះហេតុអ្វីក៏មានសំឡេងសើចក្រែងម្ចាស់ផ្ទះប្រាប់ថាជនលើបំផុតអត់មានអ្នកជួលទេតើសុខាគិតក្នុងចិត្តសំឡេងដើរនោះមិនត្រឹមតែដើរទៅមកនោះទេប៉ុន្តែវាចាប់ដើមដើរចុះមកតាមកម្មចិន្ដើឈើចាស់នោះយឺតសំឡេងកម្មចិន្ដើលន់តាមចង្វាក់ជើងដើរសុខាដេកអង្គញ់ជើងគ្របហួយមិនហ៊ានទាំងដកដង្ហើមផងរំពេចនោះសំលេងជើងបានមកឈប់នៅមុខទ្វារបន្ទប់របស់សុខាស្ងាត់ជ្រាបគ្មានសំឡេងអ្វីទាំងអស់ប្រហែល1នាទីក្រោយមកសុខាប្រមូលភាពក្លាហានសម្រេចចិត្តអើតក្បាលចេញពីភួយហើយសម្លឹងមើលទៅប្រហោងទ្វារខាងក្រោមនៅទីនោះគេបានឃើញម្រាមជើងខ្មៅក្រញាងវែងកំពុងឈរតម្រៀបគ្នានៅមុខបន្ទប់របស់គេរំពេចនោះមានសំឡេងខ្សឹបស្អកក្បែរត្រចៀកគេថារោគកន្លែងដេកបានស្អាតម្លេះចែកគ្នាដេកផងបានទេរំពេចនោះសុខាងាកមកក៏ប្រទះនឹងស្ត្រីម្នាក់កំពុងតោងជួក្បាលចុះពីលើពីដានសម្លឹងមូលមកគេទាំងញញឹមសុខាស្រែកលឹងច្រឡោតរួចបុកទ្វារចេញមកក្រៅគេរត់រហូតដល់ភ្លឺនៅក្រោមដើមឈើធំមួយនៅមុខផ្លូវស្អែកឡើងអ្នកជិតខាងបានប្រាប់គេថាកាលពី5ឆ្នាំមុនមានស្ត្រីម្នាក់ចងកសម្លាប់ខ្លួននៅលើពិដានបន្ទប់នោះឯងហើយរិលពេលម៉ោង3ទៀបភ្លឺនាងតែងតែចុះមករោគដៃគូជាប្រចាំរៀងរាល់ថ្ងៃរហូតមកដល់ពេលនេះ